ចូលទៅ section ថ្មីទៀតអញ្ចឹងនៅក្នុង section នេះគឺយើងអនុវត្តទៅលើការរៀបចំទៅលើ field ហើយនឹងទៅលើនេះគេហៅថាជា bottom bar ឬក៏ navigation bar ក៏បានដែរអញ្ចឹងយើងចូលទៅអនុវត្តទៅលើចំណុច navigation bar មុនសិនអញ្ចឹងនៅក្នុង navigation bar ដូចខ្ញុំបាន mention អញ្ចឹងគឺយើងប្រើប្រាស់ទៅលើ component អញ្ចឹងនៅក្នុង component នេះខ្ញុំអាចយកវាពណ៌ខាងខ្មៅចុះដើម្បីយើងអាចមើលឃើញ asset មើលឃើញ value នៅក្នុងហ្នឹងអញ្ចឹង let's go យើងចាប់ផ្ដើមបង្កើតទៅលើ frame មួយដែលមានឈ្មោះថា iPhone 13 mini អញ្ចឹងដដែលទេខ្ញុំតែងតែជ្រើសរើសហ្នឹងនៅក្នុងការ apply ក្នុង design របស់ខ្ញុំអញ្ចឹងនៅដំបូងគឺយើងមើលសិនតើយើងមានប៊ូតុងអីខ្លះអានេះខ្ញុំសុំវាយលេខ375អញ្ចឹងវាប៉ុណ្ណានេះដែរអញ្ចឹងយើងសួរមើលយើងមាន home យើងមាន my booking ហើយនឹង card also account យើង go to Figma ដែល file ដែលខ្ញុំបាន pass ឲ្យហ្នឹងពាក់ព័ន្ធជាមួយនឹង icon ចឹងនេះ icon ខ្ញុំគាត់ចុចទៅលើវាអ្វីខ្ញុំទៅហខ្ញុំដូចជាខ្ញុំធ្វើផលទៅលើ solid ឬក៏ហ្នឹងឯង solid យើងប្រើ solid ចឹងចាំបន្តិច internet នឹង slow បន្ទាប់ពីបងមកដល់កន្លែងនេះហើយយើងចុចទៅកន្លែង solid style ចឹងអ្វីដែលយើងយើងមានគេមាន home យើងមាន account ហើយនឹងយើងទៅកន្លែង store នេះ sorry ខ្ញុំហួសយើងយកកន្លែង shopping នេះអញ្ចឹងយើងមើលរបស់គេមើលនេះ card អញ្ចឹងយើងមិនទៅstyle ដូចគេក៏បានដែរយើងយកអានេះមកអញ្ចឹងខ្ញុំយកអានេះមកហើយខ្ញុំផាសវាទុកនៅក្នុងនេះសិនហើយយើងមាន card មិញខ្ញុំរកបានអានេះហើយខ្ញុំនៅ my booking មួយទៀតអញ្ចឹង my booking វាស្តៀងទៅនឹងlike icon ដែលតំណាងផ្ទុកទៅនៅក្នុងហ្នឹងអញ្ចឹងខ្ញុំទៅនៅ home interface ដំបូងខ្ញុំអាចយក file នេះក៏បានដែរនេះអញ្ចឹងខ្ញុំសម្រាប់ថាខ្ញុំយកអូខេខ្ញុំយកនេះចុះខ្ញុំយក3នេះមកផាសចូលទៅក្នុងនេះអញ្ចឹងរឿងបន្ទាប់ទៀតគឺបងត្រូវការលុបអានេះចោលពុះមែនយើងអូសវាប៉ុណ្នេះមកអានេះខ្ញុំយកវា70អូខេឥឡូវថាយើងចង់បានធំប៉ុណ្នេះគេធំដែរអញ្ចឹងខ្ញុំយកវា100ចុះអញ្ចឹងសម្រាប់100គឺខ្ញុំរៀបចំអានេះសិនរៀបចំមកទៅតាមនេះហើយខ្ញុំរៀបចំនេះតាមក្រោយចឹងដើម្បីកុំឲ្យវាមើលទៅវាដិតជាមួយនឹង background យើងត្រូវមាន line មួយអញ្ចឹងនៅក្នុងនេះយើងគូ line មួយមកសក់ឲ្យជាប់គូវាត្រង់អញ្ចឹងទៅអូខេតើមកនេះយើងយកយ៉ាង gray អញ្ចឹងនេះហើយបងឯងកំណត់ size វាធំប៉ុណ្ណាក៏បានដែរអត់អីហ្នឹងអញ្ចឹងអានេះខ្ញុំចាប់ផ្ដើមទៅ share អក្សរមកខ្ញុំមាន home អញ្ចឹង home ខ្ញុំយកវា14អញ្ចឹង14ខ្ញុំយកកដាលត្រូវអីតើខ្ញុំ copy នេះមកអាឡៃជាប់ខ្ញុំបង្កើត my booking card account ចឹងនៅចំណុចនេះយើងចាប់ផ្ដើមធ្វើការ 6A ពេលណា 6A អញ្ចេះគឺវាខូចអាត្រង់ទ្រីដោយសារវា
មកជាមួយនឹង component អញ្ចឹងបើសិនជាបងចង់បដាច់ component យើងគ្រាន់តែធ្វើការ control R ឲ្យជាប់មកបន្ទាប់មកចុចអក្សរ B អញ្ចឹងខ្ញុំសាកម្ដងទៀតតែវានេះអត់អញ្ចឹងវានៅតែហ្នឹងអូខេដោយសារវាបទាញខ្ញុំអាចដោះអានេះទៅជា left អានេះទៅ left មក again ខ្ញុំ CA អូខេសាដើម CA អញ្ចឹងឡើងអីហីអញ្ចឹងដោយសារតែវាជាប់ទៅលើ constraint អញ្ចឹងពេលយើងកំណត់អានេះខ្ញុំយកវា2មក oh sorry យកវា2អានេះខ្ញុំសុំដោះ constraint ចោលអស់កុំឲ្យពិបាកអូខេបន្ទាប់មកខ្ញុំ select អានេះ CA ទៀតមកមានអារម្មណ៍ថានេះដូចរួមអូខេ text នេះជាប់ scale ដែរអើយអញ្ចឹងយើងចាប់ដើម CA មកហើយមានជាប់ scale អីហ៎ឥឡូវយើងកុំឲ្យពិបាក control G ទៅហើយយើងយកវាកម្រិតវា2មកបាទណាខ្ញុំសាក CA តិចមក CA ម្ដងទៀតខូចអត់អូខេអត់អីទេនេះខ្ញុំយក2ដោះវាអស់ CA យកវា2អូខេតាប់មក select អីទាំងអស់ CA យកវាកដាលបងយកកដាលមកវានៅកដាលស្មើអញ្ចឹងយើងយកទៅលើ12ចេះទៅអញ្ចឹងអានេះខ្ញុំដូរ color យើងផ្លាស់ប្ដូរ color ទៅ system របស់យើងខ្ញុំយក200ទាំងអស់ខ្ញុំសាកសិននេះយើងអត់ទាន់មកបែបនេះទេវាមានន័យថាយើង copy វាមកដើម្បីឆ្នៃអូនេះវាអត់ចូលអញ្ចឹងចុចលើវា control X ហើយ control V ខ្ញុំរុញវាទៅលើខ្ញុំបញ្ចេញវាបន្តិចមកអូខេខ្ញុំអាចនិយាយបានដែរអញ្ចឹងអានេះយើងគ្រាន់តែចុចលើវាម្ដងយើងអាចដូរពណ៌បានទាំងអស់អញ្ចឹងខ្ញុំដូរពណ៌មកពណ៌ខ្មៅខ្ញុំយកវា700ចុះអញ្ចឹងអានេះខ្ញុំដាក់អានេះមួយមកឡាញស្តូចមួយនៅលើហ្នឹងអាឡាញកដាលហើយខ្ញុំយកយ៉ាងធំបន្តិចហើយខ្ញុំយកវា round ទាំងអស់អូខេហើយនៅក្នុងនេះបងអាចឃើញថាវាមានក្បាច់នេះវាមាន style នេះអញ្ចឹងយើងមិនបាច់ចាំនេះវាទេយើងគូពីក្រៅវិញល្អជាងដោយសារតែយើងចង់ធ្វើជា style អញ្ចឹងខ្ញុំ copy នេះចេញក្រៅសិនដើម្បីវាស់ຂະຫນាតធ្វើប៉ុណ្ណាដើម្បីឲ្យវាមើលទៅវាតំណងអូខេអញ្ចឹងខ្ញុំយកអានេះមូលហើយខ្ញុំយកយ៉ាងវែងតិចចុះដាក់ line ធ្វើនៅកណ្ដាលអូខេប៉ុណ្្នឹងចុះអញ្ចឹងអានេះខ្ញុំយកវាដាក់ខាងក្រោមអញ្ចឹងខ្ញុំចាប់ផ្ដើមផាសអានេះមកដាក់ខាងក្រោមវិញហើយអានេះខ្ញុំផ្លាស់ប្ដូរទៅពណ៌យើងនៅ600ត្រូវទេអញ្ចឹងខ្ញុំផ្លាស់ប្ដូរទៅពណ៌គេថាខ្ញុំសេរីវាទៅលើបន្តិចមើលទៅវាអត់តំណងអូខេតោះមកខ្ញុំ copy បាទនេះមើលទៅវាធំពេកបងអាចសេរីវាបានប៉ុន្តែខ្ញុំគិតថាដូចជាមិនអីទេប៉ុណ្ណឹងតាមចាស់ style លឿនអញ្ចឹងខ្ញុំ copy វាមកហើយបង sorry បងរុញអានេះមកអញ្ចឹងបងអាចដូរពណ៌អានេះទៅ600វិញហើយនេះបងដូរពណ៌ទៅ natural color 700អូខេចឹងខ្ញុំចុចលើនេះខ្ញុំអូសវាមកនេះទៀតចឹងនេះបងដូរទៅ natural color 400អានេះទៅ branding 600អូខេច្រឡំយើងយក select color អូខេដល់មកយើងមក account យក rectangle នេះ
ចឹងយើងចាប់ផ្ដើមដូរអានេះអូខេ sorry ដូរអានេះទៅ600អានេះទៅ700 natural color ចឹងមានន័យថាហើយចឹងអ្វីដែលបងត្រូវធ្វើហ្នឹងគឺបើសិនជាបងមាន black ចឹងខ្ញុំ example ថាយើងបង្កើតទៅលើ black អូខេ black ប៉ុណ្ណឹងក៏បានដែរមិនចាំដូរទេចឹងខ្ញុំត្រូវយកពី system ទាំងអស់ចឹងខ្ញុំមិនអាចចិត្តប្រហែសបានទេប្រហែសបានពេលខ្ញុំដូរទៅវាអត់ដើរចឹងអាទាំងអស់នេះខ្ញុំអាច select លើវាហើយខ្ញុំយក natural color យ៉ាងភ្លឺជាងនឹងបន្តិចទៅប៉ុណ្ណឹងបានហើយចឹងយើងចាប់ផ្ដើមដាក់ឈ្មោះវាបានទេដាក់ឈ្មោះធ្វើម៉េចយើងគ្រាន់តែចុចទៅលើវាយើងបង្កើត property ស្មើនឹង value មួយមកអញ្ចឹង property នឹងឈ្មោះអីគេខ្ញុំដាក់ឈ្មោះថាប៊ូតុងsorry tab ស្មើអានេះយើងបង្កើតមានតែ2 sorry ខ្ញុំបង្កើត property មាន2អញ្ចឹង property ទី1ស្មើនឹង status booking ស្មើនឹង status វាស្មើនឹង booking មួយទៀត property ស្មើនឹងតាក់ហើយនឹង line ហ្នឹងអញ្ចឹងខ្ញុំដាក់ mood ស្មើនឹង line ខ្ញុំខ្ញុំដាក់ថា status ស្មើ home អូខេអញ្ចឹងខ្ញុំ copy អានេះមកខ្ញុំផាសខ្ញុំដូរវាតែ home មក my booking មក card មក account ខ្ញុំ copy អាហ្នឹងមកនេះយើងគ្រាន់តែដូរ line នេះមក dax ហើយយើងដូរ account មក home copy អាហ្នឹងមកផាសវាមកយើងចាប់ផ្ដើមដាក់អីគេ my booking card account អញ្ចឹងយើងចាប់ផ្ដើម select លើវាទាំងអស់ដើម្បី create អាហ្នឹងទៅជា component set មួយអញ្ចឹងយើងចាប់ផ្ដើម auto layout យើងដាក់មកnavigation bar យើងដាក់ពុធំខាងក្រោមមានន័យថានៅខាងក្រោមអញ្ចឹងយើងអាចយកវាដាក់បញ្ចូលទៅក្នុងនឹងបានហ្នឹងនេះឃើញទេអញ្ចឹងបើយើងចាប់ផ្ដើមបើកាលណាយើងចាប់ផ្ដើម start design អត់មានអីពិបាកទេយើងគ្រាន់តែចូលទៅ asset ហើយយើងទៅរកកន្លែង create default របស់យើងយកយើងមាន component មានអីនេះអញ្ចឹង component យើងយក navigation មកយើងដាក់ទៅលើ screen នេះបកហើយយើង align ស្មើមកបន្ទាប់មកយើងអាច change ដាក់ឬក៏ live បានដែរចង់បាន home booking អីបានមកក៏ play អូខេអញ្ចឹងខ្ញុំទៅ home វិញអូខេអញ្ចឹងចំណុចនេះគឺសំខាន់ខ្ញុំគិតថាយើងអាចយកវាទៅអនុវត្តទៅលើចំណុចផ្សេងៗបានទៀតអញ្ចឹងយើងបាន system ប៉ុណ្ណឹងហ្នឹងអញ្ចឹងយើងចូលទៅចំណុចផ្សេងទៀតដើម្បីរៀបចំទៅលើ field ប៊ូតុងអញ្ចឹងឧទាហរណ៍តែនៅក្នុងហ្នឹងខ្ញុំត្រូវការ list មកសិនដើម្បីងាយស្រួលសម្រាប់ការធ្វើអញ្ចឹងខ្ញុំសូមកាត់ទៅមក section ទៀត